ភាពចំនួន3ក្នុងការទិញសៀវភៅនៅ Book Fair ទីមួយយើងគួរតែ list down ថាសៀវភៅចំណងជើងអ្វីខ្លះដែលយើងនឹងទិញពីផ្ទះឲ្យហើយធ្វើបែបហ្នឹងវាជួយឲ្យយើងចំណេញពេលវេលាបានច្រើនក្នុងការស្វែងរកសៀវភៅជាជាងការ random ទិញសៀវភៅដែលមិនត្រូវនឹងតម្រូវការរបស់យើងនៅពេលដែលយើង list down ចំណងជើងសៀវភៅដែលយើងនឹងត្រូវទិញខ្លះៗហើយគឺមានន័យថាយើងបានធ្វើការសិក្សាស្រាវជ្រាវអញ្ចឹងយើងអត់ចំណាយពេលក្នុងការអានសាច់រឿងដែលគេ highlight នៅក្នុងសៀវភៅទេលើកលែងករណីដែលយើងអត់ដឹងថាត្រូវទិញសៀវភៅអីគេចំណុចទី2កំណត់ចំនួនទឹកប្រាក់ដែលយើងនឹងត្រូវចំណាយក្នុងការទិញសៀវភៅវាជួយឲ្យយើងចេះគ្រប់គ្រងការចំណាយហើយជៀសវាងការចំណាយ over budget ធ្វើបែបហ្នឹងវាជួយឲ្យអ្នកទាំងអស់គ្នាមាន clarity ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឯងចំណុចទី3ធ្វើ backup plan សម្រាប់ជំនួសសៀវភៅដែលយើងនឹងស្វែងរកទិញក្នុងករណីវាអត់មានអញ្ចឹងយើងគួរតែមាន secondary option ក្នុងការទិញសៀវភៅផ្សេងក្នុងករណីបែបហ្នឹងខ្ញុំលើកឧទាហរណ៍ខ្លួនខ្ញុំផ្ទាល់ Book Fair ឆ្នាំហ្នឹងគឺខ្ញុំមាន budget តែ$200,000រៀលទេគឺ$50ក្នុងការទិញសៀវភៅអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថា budget ប៉ុណ្ណឹងទិញសៀវភៅបានប៉ុន្មានក្បាលអញ្ចឹងកម្រងរបស់ខ្ញុំគឺខ្ញុំទិញតែ2ក្បាលទេហើយនេះគឺជាសៀវភៅដែលខ្ញុំនឹងត្រូវទិញសៀវភៅទី1 Anxious People ដោយអ្នកនិពន្ធលោក Friedrich Bergman សៀវភៅទី2 Week in Comparison to Dream ដោយអ្នកនិពន្ធ Jamie Elkin ហើយបើសិនជាខ្ញុំស្វែងរកសៀវភៅទាំងពីរហ្នឹងអត់មានទេខ្ញុំនឹងទៅ backup plan របស់ខ្ញុំដែលសៀវភៅក្នុង backup plan របស់ខ្ញុំទី1ហ្នឹងគឺ And the Mountain Echo ដោយអ្នកនិពន្ធលោក Khaled Hosseini ដែលជាអ្នកនិពន្ធសៀវភៅ The Kite Runner អ្នកទាំងអស់គ្នាប្រហែលជាស្គាល់សៀវភៅហ្នឹងហើយគឺល្បីល្បាញខ្លាំងមែនតើហើយសៀវភៅទី2 This is How You Lose the Time War ដែលជាសៀវភៅបែប romance sci-fi ហើយបើសិនជាសៀវភៅទាំង4ហ្នឹងអត់មាននៅ Book Fair ទេខ្ញុំនឹងយក budget របស់ខ្ញុំហ្នឹងទៅទិញ stationery ហើយនឹង merchandise ផ្សេងៗ